បាទសួស្តីបងប្អូនអរគ្នាបាទសូមស្វាគមន៍ក៏ចូលមកកាន់វីដេអូคลิปខ្ញុំនេះបាទវីដេអូនេះចង់បង្ហាញគន្លឹះខ្លីមួយសម្រាប់បងប្អូនដែលគាត់អត់ទាន់ដឹងអំពីរបៀបនៅក្នុងការកែចំណងជើងដែលយើងបានផុសវីដេអូឬក៏រូបភាពដែលយើងបានដាក់ caption ខុសឬក៏បងប្អូនអាចបន្ថែមទៀតចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនអាចចូលទៅក្នុងកម្មវិធី Facebook របស់យើងមកបាទបន្ទាប់មកបងប្អូនទៅស្វែងរកផុសដែលយើងបានសរសេរខុសឬក៏ចង់បន្ថែមទៀតហ្នឹងឥឡូវចុះក្នុង account របស់យើងបាទបន្ទាប់មកស្វែងរកបាទនេះគឺជារូបដែលខ្ញុំបានផុសបាញ់មិញហើយខ្ញុំចង់បន្ថែមនៅពាក្យខ្លះនៅក្នុងនេះអញ្ចឹងយើងធ្វើការឲ្យបន្ថែមបានអញ្ចឹងបងប្អូនកលេចទៅមើលសញ្ញាត្រេ3នៅខាងលើបងប្អូនបាទបងប្អូនចុចសញ្ញាត្រេ3នេះមកបន្តមកបងប្អូនមករកពាក្យថា edit post ដែលមានសញ្ញាខ្មៅដៃនេះមកបាទបន្តមកបងប្អូនអាចលុបចំណងជើងហ្នឹងឬក៏បងប្អូនអាចបន្ថែមចំណងជើងបន្ថែមទៀតក៏បានអញ្ចឹងឥឡូវខ្ញុំសូមបន្ថែមចំណងជើងនេះបន្តិចទៀតបាទបន្ទាប់ពីយើងធ្វើការសរសេររួចរាល់បងប្អូនអាចចុច save ខាងលើបានឥឡូវ save ឥឡូវចុច save ខាងលើនេះបាទបន្ទាប់ពីយើង save រួចហើយបងប្អូនធ្វើការ refresh វាបន្តិចមកគ្រាន់តែអូសចុះក្រោម refresh វាបន្តិចមកឬក៏បងប្អូនអាចឈូសទាំងនេះទៅហើយយើងចូលសារសារថ្មីបងប្អូននឹងឃើញបងប្អូនបាទឥឡូវខ្ញុំ refresh មួយបាទឥឡូវចំណងជើងនេះខ្ញុំបានកែបាញ់មិញគឺឃើញហើយបងប្អូនបាទវីដេអូនេះតែប៉ុណ្្នឹងទេបាទអរគុណសម្រាប់ការទស្សនាវីដេអូคลิปខ្ញុំមួយនេះបាទ